ឬសម្បុរណាស់លោកអើយថតជាប់ស្ដែងស្ដែងរន្ទះបាញ់ប៉មទូអេហ្វែលខណៈអាកាសធាតុក្តៅស្ទើរបែបផ្សែងបណ្ដាលឲ្យមនុស្សបាត់បង់ជីវិតលើសជាង 1000 នាក់ហើយបាទជម្រាបសួរពុកម៉ែបងប្អូនក៏ដូចជាសួស្ដីប្រិយមិត្តទាំងអស់គ្នាកាលពីថ្ងៃទី28ខែមិថុនាឆ្នាំ2026កន្លងទៅប៉មទូអេហ្វែលនៅទីក្រុងប៉ារីសដ៏ល្បីរបស់ប្រទេសបារាំងត្រូវបានរន្ទះបាញ់ខណៈថ្ងៃនោះមានព្យុះផ្គររន្ទះគ្រុឌដណ្ដប់ពាសពេញទីក្រុងយោងតាមវីដេអូដែលពលរដ្ឋថតបានស្ដែងបង្ហាញឲ្យឃើញថាប៉មដ៏ល្បីខាងលើនេះត្រូវបានរន្ទះបាញ់ចំដោយក្នុងរឿងធ្វើឲ្យមនុស្សគ្រប់គ្នាតក់ស្លុតនិងភ្ញាក់ផ្អើលយ៉ាងខ្លាំងពន្លឺឆ្វេងឆ្វាចនិងការវាយប្រហារលើទីតាំងប្រវត្តិសាស្ត្រកណ្ដាលក្រុងប៉ារីសនេះបាននាំឲ្យមនុស្សជាច្រើនឆ្ងល់ថាតើប៉មមួយនេះត្រូវរងការខូចខាតដែរឬអត់យ៉ាងណាមិញតាមការបញ្ជាក់ពីអ្នកជំនាញបានឲ្យដឹងថាគ្មានហេតុផលអ្វីត្រូវព្រួយបារម្ភនោះឡើយប៉មទូអេហ្វែលត្រូវបានរចនាឡើងជាពិសេសដើម្បីទប់ទល់នឹងរន្ទះហើយក៏ធ្លាប់ត្រូវបានរន្ទះបាញ់ខ្ទង់5ទៅ10ដងក្នុងមួយឆ្នាំដោយមិនរងការខូចខាតធំដុំអ្វីឡើយគួរឲ្យដឹងផងដែរថាហេតុការណ៍ខាងលើនេះបានកើតឡើងស្របពេលដែលរលកកម្ដៅដ៏សាហាវក្នុងសីតុណ្ហភាពលើសពី40អង្សាបាននឹងកំពុងវាយប្រហារនៅក្នុងតំបន់ជាច្រើននៅក្នុងប្រទេសបារាំងអាកាសធាតុក្តៅបែកផ្សែងបែបនេះបានបណ្ដាលឲ្យមនុស្សបាត់បង់ជីវិតលើសជាង 1000 នាក់ហើយដែលអង្គការសុខភាពពិភពលោកបានពិពណ៌នាថានេះជាករណីអាក្រក់បំផុតមិនធ្លាប់មាននៅបណ្ដាប្រទេសក្នុងអឺរ៉ុបជាមួយគ្នានោះដែរបើតាមទីភ្នាក់ងារសុខភាពសាធារណៈរបស់ប្រទេសបារាំងបាននិយាយថាករណីស្លាប់នឹងកើនឡើងបន្ថែមទៀតក្រោយទទួលបានព័ត៌មានបន្ថែមពាក់ព័ន្ធការស្លាប់នៅក្នុងមណ្ឌលថែទាំមនុស្សចាស់និងមណ្ឌលថែទាំអ្នកជំងឺក្នុងមន្ទីរពេទ្យតែអ្វីដែលគួរឲ្យកត់សម្គាល់នោះប្រទេសបារាំងនៅអំឡុងពេលនេះត្រូវបានគេដឹងថាកំពុងប្រទះវិបត្តិរលកកម្ដៅយ៉ាងធ្ងន់ធ្ងរដែលបង្កឲ្យមានការលំបាកយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្នុងការបម្រើជីវិតរស់នៅប្រចាំថ្ងៃបាទនឹងឲ្យពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់គ្នាបាទករណីនេះវាគួរឲ្យស្ដែងដែរបងប្អូនបាទចំពោះរន្ទះបាញ់ប៉មអេហ្វែលនៅប៉ារីសបាទប្រទេសបារាំងបាទបើតាមអ្នកជំនាញក៏ធ្លាប់ឲ្យដឹងហើយថាការរន្ទះបាញ់នេះគឺមិនមែនតែជាលើកទី1ទេបាទអ្នកជំនាញថាប៉មទូអេហ្វែលនេះគឺធ្វើមានលក្ខណៈពិសេសបងប្អូនបាទធ្វើមកគឺមានលក្ខណៈពិសេសហើយតាមរបាយការណ៍គឺថារន្ទះបាញ់ហ្នឹងមិនមែនតែម្ដងនេះទេគឺក្នុងមួយឆ្នាំរន្ទះអាចបាញ់ពី5ទៅ10ដងអញ្ចឹងច្រើនបងប្អូនបាទច្រើនលើកច្រើនសារតែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺរលកកម្ដៅបាទនៅប្រទេសបារាំងណាបាទបានទន្ទ្រានឆក់យកជីវិតរបស់មនុស្សបាទលើសជាង 1000 នាក់ហើយបងប្អូនបាទ